ជម្រាបសួរខ្ញុំបាទពិសិដ្ឋស្ថាបនិករបស់ PL Leadership ហើយខ្ញុំគឺជាអ្នកបង្កើតកម្មវិធី YouTube 2.0 Mastery 2.0 បាទនៅពេលនេះខ្ញុំកំពុងតែជិះកង់នៅសួនច្បារវត្តបទុមបាទហើយក៏ឆ្លៀតពេលធ្វើវីដេអូមួយដ៏ពិសេសដើម្បីចូលរួមអបអរសាទរទៅដល់ទិវានារីអន្តរជាតិបាទហើយដូចយើងបានដឹងហើយថាជាទូទៅនៅទូទាំងសកលលោកយើងតែងតែលើកពាក្យស្លោកមួយដែលយើងនិយាយថាស្ត្រីគឺជាបិតានៃពិភពលោកបាទដូច្នេះហើយបានជាយើងតែងតែប្រារព្ធពិធីនេះរៀងរាល់ឆ្នាំនៅទូទាំងសកលលោកដើម្បីជាការរំលឹកនឹកគុណទៅដល់គុណូបការៈរបស់ស្ត្រីដែលគាត់បានចូលរួមចំណែកទៅដល់ការបង្កើតឲ្យមានសុខសន្តិភាពបង្កើតឲ្យមាននៅសុភមង្គលនៅក្នុងសង្គមក្រុមគ្រួសារនៅក្នុងកម្រិតប្រទេសជាតិក៏ដូចជានៅថ្នាក់សកលលោកបាទហើយនៅក្នុងឱកាសនេះខ្ញុំបាទក្នុងនាមជាមនុស្សមួយរូបបាទដែលជាបុគ្គលម្នាក់ដែលរស់រានមានជីវិតដោយសារស្ត្រីបាទអញ្ចឹងខ្ញុំចូលរួមសម្ដែងในការរំលឹកនឹកគុណទៅដល់ស្ត្រីទាំងអស់នៅទូទាំងសកលលោកដើម្បីជាការរំលឹកទៅដល់គុណូបការៈដែលពួកគាត់បានចូលរួមនៅក្នុងការជួយបង្កើតឲ្យមាននៅសុភមង្គលនៅសេចក្តីសុខក្រុមគ្រួសារហើយយើងបានដឹងហើយថាបើយើងប្រៀបធៀបរវាងបរិសុទ្ធនិងនារីបាទនារីគាត់មានចិត្តធ្ងន់ជាងបរិសុទ្ធបាទដូចលោកកាយកាវ៉ាសាគីគាត់និយាយថាបាទបរិសុទ្ធគាត់មានអត្តចរិតមួយបែបធម្មជាតិគឺចូលចិត្តសម្លាប់បាទគឺចូលចិត្តសម្លាប់ទោះបីយើងមើលសត្វឯកសារសត្វក៏អញ្ចឹងដែរគឺគាត់ចូលចិត្តសម្លាប់អញ្ចឹងនៅពេលដែលគាត់និយាយអំពីសហគ្រិននៅពេលដែលបរិសុទ្ធចាប់ផ្ដើមក្រុមហ៊ុនជាទូទៅគាត់បង្កើតក្រុមហ៊ុនដើម្បីសម្លាប់ក្រុមហ៊ុនផ្សេងទៀតបាទប៉ុន្តែនារីអត់អញ្ចឹងទេគឺគាត់អាចទទួលបាននៅភាពរីកចម្រើនទទួលបាននៅភាពជោគជ័យតាមរយៈការសហការតាមរយៈការសហប្រតិបត្តិការរវាងគ្នាដើម្បីបង្កើតឲ្យមាននៅភាពឈ្នះឈ្នះនៅក្នុងការធ្វើអាជីវកម្មនៅក្នុងក្រុមគ្រួសារនៅក្នុងសង្គមបាទអញ្ចឹងនេះហើយគឺជាអ្វីមួយដែលយើងជាបរិសុទ្ធបាទគប្បីសិក្សារៀនសូត្រចេញអំពីចិត្តសាស្ត្រហើយនិងយុទ្ធសាស្ត្រនៅក្នុងការរស់នៅក៏ដូចជាយុទ្ធសាស្ត្រនៅក្នុងការបង្កើតឲ្យមាននៅភាពជោគជ័យនៅក្នុងជីវិតរបស់ពួកគាត់បាទពោលគឺស្ត្រីបាទអញ្ចឹងនៅក្នុងទិវានេះបាទខ្ញុំលើកទឹកចិត្តឲ្យបងប្អូនអស់លោកស្រីបងប្អូនយើងបាទសិក្សាពីប្រវត្តិឧទាហរណ៍ដូចជាភរិយារបស់ខ្ញុំបាទម៉ាឡៃគាត់សិក្សាអំពីស្ត្រីម្នាក់ដែលឈ្មោះម៉ារីខេបាទគាត់គឺជាស្ត្រីដែលចាប់ផ្ដើមក្រុមហ៊ុនប្រហែលជា$5,000ដើមទុនគាត់ហើយនៅពេលដែលគាត់ស្លាប់ទៅក្រុមហ៊ុនរបស់គាត់មានចំណូលប្រហែលជា3ទៅ4 billion ក្នុងមួយឆ្នាំបាទហើយភរិយារបស់ខ្ញុំគាត់ចូលចិត្តសិក្សាពីស្ត្រីម្នាក់ហ្នឹងដោយសារគាត់គឺជាមនុស្សម្នាក់ដែលប្រើប្រាស់នៅការលំបាកប្រើប្រាស់នៅឧបសគ្គដើម្បីយកឈ្នះខ្លួនឯងព្រោះហើយទន្ទឹមនឹងនឹងគាត់ជួយមនុស្សបានរាប់សែនអ្នកបាទចូលលានអ្នកនៅលើសកលលោកតាមរយៈក្រុមហ៊ុនរបស់គាត់ហើយពិសេសគាត់គឺជាស្ត្រីម្នាក់ដែលគេចាត់ទុកថាជាសហគ្រិននារីដែលបាទដែលចែកនៅឡាន Mack Cadillac បាទឡានទំនើប Mack Cadillac ទៅឲ្យសមាជិកនៅក្នុងក្រុមហ៊ុនរបស់គាត់ច្រើនជាងគេបាទពីមួយឆ្នាំទៅមួយឆ្នាំហើយមួយទៀតភរិយារបស់ខ្ញុំគាត់ចូលចិត្តសិក្សាពី Kim Kiyosaki បាទ Kim Kiyosaki គាត់គឺជាភរិយារបស់លោក Robert Kiyosaki ហើយគាត់ចូលចិត្តសិក្សាពី Laurel បាទ Laurel គាត់គឺជាមនុស្សម្នាក់ដែលគាត់ជា business consultant គាត់ជា coach គាត់ជា trainer បាទដែលរហស្សនាមរបស់គាត់គឺ The Millionaire Maker ដែលនៅពេលបច្ចុប្បន្នគាត់មានក្រុមហ៊ុនប្រហែលជា80ក្រុមហ៊ុនបាទគាត់ជោគជ័យខ្លាំងមែនទែនហើយគាត់មានជា foundation ដែលជួយក្មេងៗបានច្រើនតាមរយៈការផ្ដល់នូវការអប់រំតាមរយៈការផ្ដល់នូវកម្មវិធីបែបភាពជាអ្នកដឹកនាំកម្មវិធីតាក់ទងជាមួយនឹងផ្នត់គំនិតនៅក្នុងការបង្កើនទ្រព្យបាទចំណេះដឹងផ្នែកហិរញ្ញវត្ថុអញ្ចឹងឃើញថាស្ត្រីដែលគាត់មានស្នាដៃល្អៗមានច្រើនបាទនេះអ្វីដែលខ្ញុំរៀបរាប់នេះគឺតែអ្នកដែលភរិយារបស់ខ្ញុំគាត់ចូលចិត្តរៀនបាទទី1គឺ Marie K ដែលគាត់ជា billionaire ហើយគាត់ស្លាប់ទៅហើយប៉ុន្តែ legacy របស់គាត់គេដំណើររបស់គាត់នៅបន្សល់ទុកឲ្យស្ត្រីរាប់លានអ្នកនៅទូទាំងសកលលោក
ហើយបន្តមកទៀត Kim Kiyosaki ដែលគាត់គឺជានារីម្នាក់ដែលជួយឲ្យ Robert Kiyosaki ទទួលបានភាពជោគជ័យខ្លាំងហើយបន្តមក Laurel បាទ Laurel មានឈ្មោះវែងខាងក្រៅទៀតដែលខ្ញុំអត់ចាំខ្ញុំចាំនៅឈ្មោះខាងដើមគឺឈ្មោះ Laurel ដែលគាត់ក៏ជាស្ត្រីម្នាក់ដែលធ្លាប់ចូលធ្វើជាវាគ្មិននៅក្នុងកម្មវិធីខ្សែភាពយន្តដ៏ល្បីមួយគឺ The Secret បាទអញ្ចឹងនៅក្នុងឱកាសនេះខ្ញុំបាទខំពិសិដ្ឋបាទចូលរួមអបអរសាទរបាទសម្ដែងនៅក្តីសប្បាយរីករាយនឹងការអំណរអគុណក៏ដូចជាសម្ដែងនៅការរំលឹកទៅដល់គុណូបការៈរបស់ស្ត្រីគ្រប់រូបបាទមានម្ដាយលោកយាយបាទមានបងស្រីប្អូនស្រីបាទមិត្តភ័ក្តិស្រីបាទទាំងអស់បាទអ្នកធ្វើអាជីវកម្មដៃគូអាជីវកម្មបាទបងប្អូនយើងនៅក្នុងកម្មវិធីYouTube 2.0 Mastery 2.0 ដែលជាស្ត្រីបាទ Cash Flow Club Cambodia ដែលជាស្ត្រីមនុស្សដែលខ្ញុំស្គាល់បាទជាស្ត្រីបាទខ្ញុំសូមសម្ដែងនៃការរំលឹកនឹកគុណទៅដល់គុណូបការៈក៏ដូចជាអំពើល្អដែលបងប្អូនយើងជាស្ត្រីបានចូលរួមចំណែកនៅក្នុងការធ្វើឲ្យពិភពលោកប្រកបដោយភាពស្រស់ថ្លាបើសិនជាបរិះមិនមាននារីក៏ជីវិតយើងមិនមានន័យដែរបាទអញ្ចឹងយើងត្រូវការសហការគ្នារវាងគ្នានឹងគ្នាបាទអូខេអរគុណច្រើនហើយសង្ឃឹមថាយើងនឹងជួបគ្នានៅពេលឆាប់ហើយក៏រំលឹកផងដែរថានៅក្នុងឱកាសនៃបុណ្យសិទ្ធិនារីនេះបាទក្រុមការងាររបស់ខ្ញុំបានផ្ដល់ជូននៅ offer ពិសេសសម្រាប់អ្នកដែលចង់ចូលរួមកម្មវិធី feature របស់ខ្ញុំមួយគឺ YouTube 2.0 បាទតម្លៃធម្មតា$268ប៉ុន្តែសម្រាប់អ្នកចុះឈ្មោះថ្ងៃនេះគឺតែ$198ទេហើយសម្រាប់អស់លោកស្រីបងប្អូនយើងដែលចង់ចូលលក្ខណៈជាស្វាមីភរិយាបាទអាចចូលបានគឺមានតម្លៃពិសេសជូនបាទអញ្ចឹងខ្ញុំបាទខំពិសិដ្ឋបាទ Happy Women's Day បាទអរគុណច្រើនយើងជួបគ្នានៅពេលក្រោយបាទអរគុណច្រើន